មកក្បាច់នេះអាចឲ្យទាំងអស់គ្នាអាចបង្ហាញប្លង់ឬក៏កាត់ប្លង់ឬក៏បញ្យូរប្លង់ផាតផ្នែកនីមួយត្រឹមតែ1នាទីតែប៉ុណ្ណោះឥឡូវកុំឲ្យខាត់ពេលទាំងអស់គ្នាយូរយើងចូលទៅមើលវីដេអូយើងទាំងអស់គ្នាតែម្ដងទៅអញ្ចឹងនៅពេលដែលយើងមានប្លង់បែបនេះជាធម្មតាយើងអាចបញ្ហាខ្លះយើងចង់បង្ហាញនៅត្រង់ចំណុចណាមួយដែលយើងអាចនិយាយថាកាត់ប្លង់ឬក៏ចង់ដាក់មួយផាតណាមួយសម្រាប់ឲ្យទៅ owner ឬក៏ខាងណាមើលត្រូវអត់អញ្ចឹងទាំងអស់គ្នាត្រូវតែធ្វើបែបនេះមែន explode ហើយបានលុបវាចោលមែនអញ្ចឹងបើសិនជាទាំងអស់គ្នាធ្វើបែបហ្នឹងឈប់ធ្វើបែបហ្នឹងទៀតវាខាតពេលមែនតើឥឡូវនេះខ្ញុំណែនាំទាំងអស់គ្នាមួយតាក់ទងទៅនឹងcomment មួយដែលមានឈ្មោះថាx clip ណាអូខេយើងសរសេរ x មកបាទបន្តមក xc ណាមែនទេបាទប៉ុន្តែសូមប្រាប់ផងដែរបើសិនជាទាំងអស់គ្នាមិនទាន់ block ប្លង់ឬក៏ block object ទេទាំងអស់គ្នាអាចធ្វើការ block ប្លង់ជាមុនឬក៏ block object ណាមួយជាមុនត្រូវទេបន្តមកនៅពេលដែលយើងចុច x clip ហើយយើងចុចទៅលើ layer ឬក៏អធិស្ឋានណាទៅលើ object ដែលយើងចង់កាត់វានឹងត្រូវទេដែលយើងចង់បង្ហាញវានឹងមែនអត់អញ្ចឹងបន្តមកយើងចុច enter មកតង់ទៀតមកបន្តមកវាឲ្យរើសពីច្រើនណាវាមាន off វាមាន on វាមានអីចឹងទៅហើយយើងយកពាក្យថា new boundary មែនទេហើយជាបន្តទៀតយើងត្រូវការរើសណាយើងត្រូវការរើសអានេះវិញនេះrectangular បាទបន្តមកទៀតយើងធ្វើការគូសបាទគូសជាប្រអប់4ជ្រុងចេះមកណានៅទីតាំងប្លង់ណាដែលយើងចង់នេះបាទរំលឹកទាំងអស់គ្នាអត់តន់ឃើញមានបញ្ហាអីដែលត្រូវផ្លាស់ប្រែឬក៏ផ្លាស់ប្ដូរអីទេត្រូវអញ្ចឹងឥឡូវនេះយើង select នៅលើអា4ជ្រុងនេះណាអាបន្ទាត់4ជ្រុងនេះទីហោថាឥឡូវខ្ញុំចង់បង្ហាញនៅក្នុងនេះវាមាន dark ថាខ្ញុំចង់បង្ហាញ dark តែនៅ block តំបន់បន្ទប់ទឹកទេថាអញ្ចឹងយើងគ្រាន់តែទាញអានេះមកនេះយើងគ្រាន់តែទាញជ្រុងនឹងមកបាទឃើញអត់អញ្ចឹងអានេះដោយសារនេះបានវាអត់ទៅព្រោះដោយសារតែវាអត់មានជាប់ប្លុកទេបាទអញ្ចឹងបើសិនជាទាំងអស់គ្នាឥឡូវខ្ញុំ back មកក្រោយវិញសិនបាទបើសិនជាទាំងអស់គ្នាចង់ឲ្យវាទៅនេះវិញតើយើងប្លុកទាំងអស់ទីហោឥឡូវខ្ញុំលុបអានេះចោលសិនណាខ្ញុំចុច X clip តរ៉ែមកទី select object របស់ខ្ញុំយកពាក្យថា delete អញ្ចឹងនឹងយើងលុប X clip នឹងចោលទៅហើយឥឡូវនេះខ្ញុំទៅធ្វើការ block វាទាំងអស់ដើម្បីកាត់វាទៅតែមួយបើសិនជាយើងអត់ block ទៅទាំងអស់ទេវាអត់អាចធ្វើឲ្យយើង X clip វាបានន័យថាកាត់មួយផាតឬក៏កាត់ប្លង់នៅត្រង់កន្លែងណាមួយបានទេថាអូខេឥឡូវខ្ញុំ save ចោលសិនទៅបាទហើយខ្ញុំអូខេក្រោមទៀតយើងអាចធ្វើការតាក់ទងទៅនឹងប្រើ command x clip នឹងបានយើងចុច xc មក enter បាទ select object enter មួយទៀតតបមកយកពាក្យថា new boundary ហើយយកពាក្យថា rectangle បាទក្រោមមកយើងគូសវានៅលើប្លង់នឹងមកត្រូវទេបាទក្រោមទៀតអានេះយើងអាចចុចទៅលើវាបានហើយយើងអាចចង់បង្ហាញប្លង់នៅត្រង់ណាយើងអាចចុចនៅត្រង់នេះទីហោថាខ្ញុំចង់បង្ហាញនៅត្រឹមនេះបាទឃើញទាំងអស់គ្នាបាទអញ្ចឹងអានេះវាលឿនមែនតើលឿនសម្រាប់ទាំងអស់គ្នាមែនតើខ្ញុំចុចនៅត្រង់នេះមកឃើញទេបាទអញ្ចឹងវា easy វាលឿនមែនតើវាអាចជួយសម្រួលការងារទាំងអស់គ្នាមហាសែនលឿនត្រូវទេបាទហើយវីដេអូនេះខ្ញុំគិតថាវាប៉ុណ្្នឹងទេហើយសង្ឃឹមថាវាជាប្រយោជន៍ដល់ទាំងអស់គ្នាកុំភ្លេចជួយ follow ហើយនិង subscribe channel របស់ខ្ញុំបាទផងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ